ការហែទឹកពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពជាពិសេសអាចជួយសម្រួលសាច់ឈាមនិងសរីរាង្គថែមទៀតផងនៅពេលដែលគាត់រៀនចេះហែទឹកគាត់អាចជួយសង្គ្រោះខ្លួនឯងបានហើយនឹងអ្នកដទៃសម្រាប់មនុស្សចាស់វិញគ្រាន់តែគាត់ចូលទៅតាមទឹកហើយបើសិនជាគាត់អាចហែទឹកបានទៀតអាចព្យាបាលជំងឺសន្លាក់ហើយនឹងសម្រួលដល់សាច់ឈាមគាត់ថែមទៀតផងជាក់ស្ដែងខ្ញុំមានកូនសិស្សម្នាក់ដែលគាត់មានជំងឺដង្ហើមគាត់បានដង្ហើមមែនទែននៅពេលដែលគាត់បានមករៀនហែទឹកពីមួយសប្តាហ៍ទៅមួយសប្តាហ៍តាមក្បួនខ្នាតហែទឹករបស់សាលាដែលបានមករៀនគឺគាត់អាចដង្ហើមបានតាមស្រួលហើយនៅពេលគាត់ជំនួសទឹកគាត់អត់មានអារម្មណ៍ថាគាត់ជ្រក់ទឹកដូចពីមុនទេដូច្នេះទឹកពិតជាមាន